សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទបើខែសម្រាប់ពេលនេះខ្ញុំមកបន្តរឿងលោកប៉ានទី3របស់យើងបន្តទៀតមុនពេលចូលទៅដល់ខ្សែរឿងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចូលចុច Subscribe និងចុច Like ហើយចុចសញ្ញាកណ្ដឹងដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្ញុំបានបន្តមានកម្លាំងចិត្តក្នុងការសម្រាយរឿងបន្តទៀតខ្សែរឿងការមកដល់ទូកមួយដែលកំពុងធ្វើដំណើរនៅលើសមុទ្រដោយលោកប៉ាននិងឡាតេសាក៏បានចូលពួននៅក្នុងប្រអប់កេះនៅលើទូកនោះដោយលោកប៉ានសួរទៅកាន់ឡាតេសាថាតើអ្នកប្រកាសទេថាវានឹងនាំយើងទៅកន្លែងដែលពួកយើងត្រូវទៅដោយឡាតេសាអ្នកក៏បានតបទៅកាន់លោកប៉ានថានាងក៏មិនច្បាស់ដែរហើយលោកប៉ានក៏បានប្រាប់ទៅកាន់ឡាតេសាថាគេនៅតែមិនទាន់ទុកចិត្តនាងនិងសួរនាងថាឈ្មោះឡាតេសាជាឈ្មោះខ្លាំងខ្លារបស់នាងមែនទេឡាតេសាក៏បានឆ្ងល់ថាអ្វីបានជាគេសួរបែបនេះលោកប៉ានគេក៏បានយករូបថតម្ដាយរបស់ឡាតេសាឲ្យទៅនឹងមើលឡាតេសានាងក៏បានប្រាប់ថាឈ្មោះនេះគឺជាឈ្មោះម្ដាយរបស់នាងហើយក៏ជាឈ្មោះរបស់នាងផងដែរហើយនាងក៏បានរៀបរាប់ពីគ្រួសាររបស់នាងប្រាប់ទៅកាន់លោកប៉ានដោយការពីនាងនៅក្មេងឪពុកម្ដាយរបស់នាងបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បន្ទាប់មកទូកក៏បានឈប់លោកប៉ាងគេក៏បានចេញមកមើលនិងបានឃើញបរិបពីរនាក់ដោយនៅក្នុងនោះបរិបម្នាក់ក៏បានបាញ់ភ្លាឡើងទៅលើផ្ដល់សញ្ញាឲ្យទៅនរណាម្នាក់បន្ទាប់មកក៏មានយន្តហោះដ៏ធំមួយក៏បានចុះសញ្ចរនៅលើទឹកលោកប៉ាននិងឡាតេឆាក៏បាននាំគ្នាឡើងទៅយន្តហោះនោះព្រមទាំងបានចូលទៅក្នុងបន្ទប់មួយដោយឃើញសាស្ត្រាចារ្យពីរនាក់បាននិយាយជាមួយនឹងសាស្ត្រាចារ្យ Lambert អំពីសៀវភៅកំណត់ហេតុរបស់សាស្ត្រាចារ្យ Preston បន្ទាប់ពីសាស្ត្រាចារ្យទាំងនោះបានចាស់ចេញទៅលោកប៉ាននិងឡាតេឆាក៏បានចូលទៅរកសៀវភៅកំណត់ហេតុរបស់សាស្ត្រាចារ្យ Preston បន្ទាប់មកឡាតេឆាក៏បានបើកកន្លឺយន្តធ្វើឲ្យលោកប៉ានមានការភ្ញាក់ផ្អើលដោយសារតែមានកន្លឺសោទូដៃច្រើនពេកប៉ុន្តែមិនជាថ្មីដោយសារតែទឹកដៃជាចោលរបស់លោកប៉ានក៏បានដោះស្រាយបើកសោទូដៃនោះដោយងាយស្រួលបន្ទាប់មកពួកគេទាំងពីរក៏បានមើលទៅកាន់សៀវភៅនោះដោយលោកប៉ានមានអារម្មណ៍យ៉ាងចម្លែកទៅលើសៀវភៅកំណត់ហេតុរបស់សាស្ត្រាចារ្យ Preston ហើយអ្នកទាំងពីរក៏បានទម្លាក់ខ្លួនដោយសារតែមានសន្តិសុខបានចូលមកកាន់ទីនោះបន្ទាប់មកពួកគេទាំងពីរក៏បានចាកចេញពីទីនោះមកកាន់បន្ទប់ផ្សេងទៀតដើម្បីសិក្សាស្រាវជ្រាវពីសៀវភៅកំណត់ហេតុរបស់សាស្ត្រាចារ្យ Preston ហើយលោកប៉ានក៏បានយកកូនសោសម្ងាត់ទាំងពីរផ្គុំចូលគ្នាព្រមទាំងគេប្រាប់ទៅកាន់ឡាតេឆាថាសៀវភៅកំណត់ហេតុមួយនេះក៏ត្រូវការលេខកូដដើម្បីដោះផងដែរដោយលេខកូដដែលបានសរសេរនៅលើនោះហាក់ដូចជាឈ្មោះនរណាម្នាក់អញ្ចឹងប្រសិនបើជាប្រើខុសវានឹងចាប់ផ្ដើមផ្ទុះដោយខ្លួនឯងហើយលោកប៉ានក៏បាននិយាយទាក់ទងនឹងព្រឹត្តិការណ៍ Preston ដែលគាត់បានសរសេរនៅក្នុងសៀវភៅកំណត់ហេតុនេះគឺចង់រក្សាអ្វីមួយដែលជារឿងសម្ងាត់ប៉ុន្តែប្រហែលជាសាស្ត្រាចារ្យ Preston ចង់ឲ្យនរណាម្នាក់ជាអ្នកបើកវាបន្ទាប់មកលោកប៉ានក៏បានវិភាគអំពីអក្សរដែលនៅលើសៀវភៅកំណត់ហេតុនោះនៅពេលដែលលោកប៉ានកំពុងតែគិតឡាតេឆាក៏បានយកកូនសោសម្ងាត់ទៅចាក់នៅលើសៀវភៅកំណត់ហេតុនោះទៅនៅពេលនោះលេខកន្លឺយន្តក៏ចាប់ផ្ដើមរត់ថយក្រោយសិនជាដោះវាមិនទាន់ពេលទេវានឹងផ្ទុះឡាតេឆាដោយលើបែបនេះនាងក៏បានខឹងទៅកាន់លោកប៉ានហើយយូរហើយមិនប្រាប់នាងដោយលោកប៉ានគឺមានការកាំងម៉ាស៊ីនគិតជាខ្លាំងដោយសារតែវាត្រូវការពាក្យ8ឯណោះសម្រាប់ដោះនៅពេលនោះលោកប៉ានក៏បាននឹកឃើញអ្វីមួយប៉ុន្តែក៏គិតថាវាមិនអាចទៅរួចទេដោយឡាតេឆាក៏បាននិយាយទៅកាន់លោកប៉ានថាគេមិនអាចគិតតែស្មានចោលនោះទេបន្ទាប់មកលោកប៉ានក៏ធ្វើការចាប់ផ្ដើមដោះលេខកូដម្ដងមួយរីឯឡាតេឆាក៏បានទៅឈរមកខាងស្របគ្នាដែរពេលវេលារាប់ថយក្រោយកាន់តែថយចុះទៅប៉ុន្តែជាចុងក្រោយលោកប៉ានក៏បានដោះលេខកូដនោះដោយបានសម្រេចហើយអ្នកទាំងពីរក៏បានសប្បាយចិត្តឡើងដោយឡាតេឆាក៏បានសួរទៅកាន់លោកប៉ានថាតើពាក្យសម្ងាត់នោះជាអ្វីប៉ុន្តែលោកប៉ានក៏មិនទាន់នឹងប្រាប់នាងដែរដោយអ្នកទាំងពីរក៏បានបើកសៀវភៅកំណត់ហេតុរបស់សាស្ត្រាចារ្យ Preston មើលដោយក្នុងនោះបាននិយាយអំពីអ្វីមួយយ៉ាងដែលមានឈ្មោះថាសូគ្រាសគឺជាអំណាចពីអរិយធម៌បុរាណហើយឡាតេឆាក៏បានអានភាសានៅលើនោះព្រមទាំងសិក្សានឹងរូបភាពជាច្រើនដែលកត់ត្រានៅលើសៀវភៅនោះដោយពួកគេបានដឹងថាវាស្ថិតនៅប្រទេសមេស៊ីកូដោយនៅក្នុងសៀវភៅកំណត់ហេតុនោះបានសរសេរទៀតថាដើម្បីអាចចូលទៅរកសូគ្រាសបានពួកគេត្រូវឆ្លងកាត់ការសាកល្បង3យ៉ាងនៅពេលនោះឡាតេឆាក៏បានដើរថយក្រោយហើយក៏បានភ្ជុំកំភ្លើងទៅកាន់លោកប៉ានប៉ុន្តែមិនមែនជាបញ្ហារបស់ចៅលោកប៉ានដោយសារតែគេបានដល់យកបងកំភ្លើងចេញពីនាងរួចទៅហើយលោកប៉ានក៏បាននិយាយព្រានប្រដៅទៅកាន់ឡាតេឆាបន្ទាប់មកក៏បាននិយាយទៅកាន់មនុស្សខាងក្រៅប្រហែលជាពួកគេចាំយូរហើយក្រោយពេលដែលលោកប៉ានបានចាកចេញពីបន្ទប់នោះជាមួយនឹងឡាតេឆាចេរ៉ាក៏បានសរសើរទៅកាន់លោកប៉ានថាគេជាចៅដ៏ឆ្លាតម្នាក់ហើយសាស្ត្រាចារ្យ Lambert ក៏បាននិយាយទៅកាន់លោកប៉ានដែរថាស្ថានភាពរបស់អ្នកពេលនេះបានធ្វើឲ្យអ្នកលំបាកហើយលោកប៉ានដោយគ្មានអ្វីតបតនឹងពួកគេក៏បានចុះចាញ់ទៅហើយសាស្ត្រាចារ្យ Lambert ក៏បានប្រាប់ឲ្យគេទៅចាប់លោកប៉ានទៅនៅក្នុងពេលដែលឡាតេឆាក៏បានប្រកាសសៀវភៅកំណត់ហេតុរបស់សាស្ត្រាចារ្យ Preston ឲ្យទៅកាន់សាស្ត្រាចារ្យ Lambert ដោយនេះហៅថាលោកតាដោយពាក្យសម្ដីរបស់ឡាតេឆាបានធ្វើឲ្យលោកប៉ានគេចាប់អារម្មណ៍លោកប៉ានគេក៏បាននិយាយទៅកាន់សាស្ត្រាចារ្យ Lambert បណ្ដាឲ្យសាស្ត្រាចារ្យ Lambert មានកំហឹងទៅកាន់គេដែលធ្វើឲ្យទាហាននៅជើងនោះបានចាប់សាស្ត្រាចារ្យ Lambert កុំឲ្យគាត់ធ្វើអីរញ៉េរញ៉ៃប៉ុន្តែលោកប៉ាននៅតែនិយាយដូតបញ្ឈរកំហឹងរបស់សាស្ត្រាចារ្យ Lambert កាន់តែខ្លាំងជាចុងក្រោយសាស្ត្រាចារ្យ Lambert ក៏បានបញ្ជាគេឲ្យយកលោកប៉ានទៅឲ្យឆ្ងាយពីមុខរបស់គាត់
មុននឹងចេញលោកប៉ានក៏បានមើលមកទៅកាន់ Geralt ហើយក៏បានសើចបន្តិចចំណែកឯ Laetitia ក៏បានតាមសាស្ត្រាចារ្យ Lambert ហើយក៏បានសួរទៅកាន់គាត់អំពីសពទុករបស់លោកប៉ានប៉ុន្តែសាស្ត្រាចារ្យ Preston ក៏បាននិយាយប្រៀនប្រដៅទៅកាន់ Laetitia កុំឲ្យមានការជាប់ពាក់ព័ន្ធជាមួយនឹងចៅលោកប៉ានបន្ទាប់ពីចូលទៅក្នុងបន្ទប់ Laetitia ក៏បានសួរទៅកាន់សាស្ត្រាចារ្យ Lambert បន្ថែមទៀតថាពេលនេះនាងបានបំពេញភារកិច្ចរួចអស់ហើយនឹងសូមឲ្យសាស្ត្រាចារ្យ Lambert បំពេញបំណងរបស់នាងសាស្ត្រាចារ្យ Lambert ក៏បានសួរទៅកាន់ Laetitia ថាតើនាងចង់ចូលសាកលវិទ្យាល័យ Boston មែនទេប៉ុន្តែចិត្តរបស់សាស្ត្រាចារ្យ Lambert ជាមិនចង់ឲ្យ Laetitia ចូលទៅរៀននៅសាកលវិទ្យាល័យនោះទេប៉ុន្តែ Laetitia ព្យាយាមបញ្ចុះបញ្ចូលសាស្ត្រាចារ្យ Preston ព្រមទាំងបានលើកសម្បត្តិមួយដែលនាងបានទទួលពីសាកលវិទ្យាល័យនោះអញ្ជើញនាងឲ្យចូលរៀនផងដែរប៉ុន្តែធ្វើឲ្យសាស្ត្រាចារ្យ Lambert ខឹងនាងទៅវិញហើយក៏បាននិយាយស្រែកកំហុកទៅកាន់ Laetitia ជាខ្លាំងហើយ Laetitia ក៏បានព្យាយាមលួងទៅកាន់សាស្ត្រាចារ្យ Lambert ព្រមទាំងនិយាយអំពីក្តីសម័យរបស់នាងដែលចង់ធ្វើដូចជាសាស្ត្រាចារ្យ Preston ពាក្យសម្ដីនេះធ្វើឲ្យសាស្ត្រាចារ្យ Lambert ចង់ក្តៅមកវិញប៉ុន្តែក៏បានសម្រួលអារម្មណ៍និយាយជាមួយនឹង Laetitia តាមសម្រួលដោយសាស្ត្រាចារ្យ Lambert ក៏បានអនុញ្ញាតឲ្យ Laetitia អាចចូលរៀនទៅកាន់សាលាសាកលវិទ្យាល័យ Boston បានពាក្យសម្ដីនេះបានធ្វើឲ្យ Laetitia មានការអររំភើបជាខ្លាំងហើយក៏បានរត់ចាកចេញពីទីនោះស្របគ្នាដែរ Geralt ក៏បានចូលមករកសាស្ត្រាចារ្យ Lambert ដោយគេសួរទៅកាន់សាស្ត្រាចារ្យ Lambert ថាតើគាត់ខ្លាចអំពីទេពកោសល្យរបស់ Laetitia មែនទេហើយគេក៏បានបោះក្តារដែល Laetitia បានសរសេរឡើងនិងបាននិយាយឌឺដងទៅកាន់សាស្ត្រាចារ្យ Preston ព្រមទាំងបានសើចចំអកទៅកាន់គាត់ហើយក៏បានដាក់ចែកចេញទៅបន្សល់ទុកនៅសាស្ត្រាចារ្យ Lambert ក្តៅដូចបាយពុះនៅម្នាក់ឯងបន្ទាប់មកយន្តហោះក៏ចាប់ផ្ដើមចេញដំណើរទៅកាន់ទិសដៅដែលត្រូវទៅចំណែកលោកប៉ាវិញក៏បានត្រូវគេចាប់យកមកដាក់ខ្នោះនៅជើង Fujiko ព្រមទាំងលោកប៉ាក៏បាននិយាយឌឺទៅកាន់ Fujiko ផងដែរបន្ទាប់មក Fujiko ក៏បាននិយាយទាក់ទាញទៅកាន់ទាហានម្នាក់ឲ្យមកចិត្តនាងបន្ទាប់មកនាងក៏បានបើកការវាយប្រហារទៅកាន់ទាហានម្នាក់ព្រមទាំងទាហានម្នាក់ទៀតហើយលោកប៉ានក៏បានស្រែកឲ្យនាងជួយដោះលែងគេផងស្របពេលដែលនាងក៏បានផ្លាស់ប្ដូរកៅអៅនៅចំពោះមុខលោកប៉ានតែម្ដងហើយនាងក៏បានយកកូនសោទៅដាក់នៅចិត្តលោកប៉ានប៉ុន្តែមិនបានទៅជួយដោះខ្នោះគេនោះទេហើយនាងក៏បានជូនពរឲ្យគេសំណាងល្អដែលធ្វើឲ្យលោកប៉ានខំលោកជើងទៅយកសោប៉ុន្តែលោកមិនដល់ហើយ Fujiko ក៏បានជិះយន្តហោះដែលຕົកនៅក្នុងនោះចេញទៅហើយទាហានពីរនាក់ដែលនៅទីនោះក៏បានសួរគ្នាថាគួរតែរាយការណ៍រឿងនេះទៅយ៉ាងម៉េចលោកប៉ានចេញមកក៏ជួងក្បាលម្នាក់មកស្បែកជើងដែលបណ្ដាលឲ្យពីរនាក់នោះក៏ស្លាប់ទៅចំណែកឯសាស្ត្រាចារ្យ Lambert និង Geralt វិញកំពុងតែសប្បាយចិត្តបន្ទាប់ពីបានមើលសៀវភៅកំណត់ហេតុរបស់សាស្ត្រាចារ្យ Preston ស្របគ្នាដែលលោកប៉ានក៏បានលួចស្ដាប់ពួកគេនៅទីនោះដែរហើយ Geralt ក៏បាននិយាយអំពីបរិយាម្នាក់បើសិនជាស្រុកគេបានធ្លាក់ទៅលើដៃគាត់ប្រកាសជាសប្បាយចិត្តណាស់សាស្ត្រាចារ្យ Lambert ក៏ឆ្ងល់ថាតើអ្នកណានឹងសប្បាយចិត្តហើយសាស្ត្រាចារ្យ Lambert ក៏បានសន្មតថាគឺជាគាត់នឹងសួរ Geralt ថាគាត់មិនទាន់ស្លាប់ទេ Geralt ក៏បានរៀបរាប់ប្រាប់ទៅកាន់សាស្ត្រាចារ្យ Lambert ថានៅថ្ងៃនោះទីក្រុង Pella បានដួលរលំគាត់ក៏បានភៀសខ្លួនទៅកាន់អាមេរិកខាងត្បូងដោយគាត់ពិតជានៅរស់នៅឡើយទេប៉ុន្តែមិនទាន់ដឹងថានៅកន្លែងណាមួយហើយ Geralt ក៏បានប្រកល់រូបថតឲ្យទៅកាន់សាស្ត្រាចារ្យ Lambert ដោយឃើញថារូបក្នុងរូបថតនោះគឺជាបរិយាម្នាក់ដែលគាត់គឺជាមេបកណាស៊ីដែលមានឈ្មោះថា Hitler រូបនេះបានថតថ្មីៗនៅឯប្រទេសប្រេស៊ីលពេលនោះក៏មានសម្លេងដែលធ្វើឲ្យសាស្ត្រាចារ្យ Lambert និង Geralt មានការភ្ញាក់ផ្អើលនិងបានទៅរកសម្លេងនោះលោកប៉ាន់ស្មានតែខ្លួនឯងបែកការហើយក៏បានត្រៀមដោតប្រងនិងសំពងប៉ុន្តែអ្នកដែលគេរកឃើញនោះគឺជា Laetitia ទៅវិញហើយនាងក៏បានចូលទៅរកសាស្ត្រាចារ្យ Lambert ដោយមិនស្ដាប់ពីសម្ដីរបស់ Geralt ព្រមទាំងនាងបានអានទៅលើសៀវភៅកំណត់ហេតុរបស់សាស្ត្រាចារ្យ Preston ហើយនាងក៏បានរករឿងទៅកាន់សាស្ត្រាចារ្យ Lambert ប៉ុន្តែ Geralt គេក៏បានប្រើថ្នាំសន្លប់បន្ទាប់មកគេក៏បានទៅបើកទ្វារយន្តហោះនិងបញ្ជាឲ្យសាស្ត្រាចារ្យ Lambert បោះនាងចេញពីយន្តហោះទៅប៉ុន្តែសាស្ត្រាចារ្យ Lambert ក៏ព្យាយាមនិយាយការពារប៉ុន្តែ Geralt មិនស្ដាប់ក៏បានឲ្យ Laetitia បោះចេញពីយន្តហោះលោកប៉ានដោយឃើញបែបនេះក៏បានហក់ទៅតាមនាងចំណែក Laetitia ក៏បានសមាសម័យពីបរិយាម្នាក់ហើយក៏បានដឹងខ្លួនឡើងនៅលើអាកាសនាងក៏ព្យាយាមស្វែងរកឆាត់យងប៉ុន្តែអត់មានហើយលោកប៉ាក៏បានហោះទៅនិយាយក្បែរនាងដោយពាក្យសម្ដីលេងសើចពេលនោះក៏មានយន្តហោះដែល Fujiko បានលួចទៅពីយន្តហោះធំមកជួយពួកគេនៅក្នុងពេលដែលជួយនោះក៏មានការបាញ់មហាកើតឡើង Fujiko ក៏ព្យាយាមបើករត់គេចពីការតាមប្រម៉ាញ់របស់ពួក Geraltប៉ុន្តែនៅក្នុងពេលដែល Fujiko បើករត់គេចនោះយន្តហោះរបស់នាងក៏ត្រូវបានគេបាញ់ត្រូវបណ្ដាលឲ្យផ្ទុះឆេះនិងបានធ្លាក់ចូលក្រោមម្ដងបន្តិចម្ដងបន្តិចនៅពេលនោះដែរឡានរបស់ Jigen ក៏បានជិះមកជួយសង្គ្រោះពួកគេប៉ុន្តែអាពេល Jigen ជួយតែស្រីៗនៅពេលដែលលោកប៉ានហោះចេញពីយន្តហោះបែរជាគេចឲ្យគេទៅស៊ីដីទៅវិញ
ហើយយន្តហោះរបស់ក្រុមហ្គេរ៉ាក៏ចាប់ផ្ដើមដេញបាញ់ក្រុមរបស់លូប៉ាបន្តិចទៀតមុននឹងពួកគេចាក់ចេញបន្ទាប់មកក្រុមរបស់លូប៉ាក៏បានជុំគ្នាហើយជីហ្គេនក៏បានខឹងទៅកាន់លូប៉ាដោយសារតែគេទៅលួចសៀវភៅកំណត់ហេតុរបស់សាស្ត្រាចារ្យប្រេសុនអត់ហៅពួកគេទៅដែរហើយក៏បានដោះសោតសៀវភៅនោះកុំតែហ្វូជីកូប្រាប់ពួកគេនោះទេកុំឲ្យអត់ដឹងផងលតិសាក៏បានសួរលូប៉ានតាមមានវិធីអ្វីសម្រាប់ទៅខកក្រុមរបស់ហ្គេរ៉ាក៏មកទៅយកសូក្រាបានហើយលូប៉ានគេក៏សុំកាត់មួយសន្ទុះកាត់អស់ពេលជាយូរលូប៉ានក៏ដាក់សម្ដៅទៅរកឧបករណ៍តាក់ទងជីហ្គេនក៏បានសួរលកាន់លូប៉ានថាគេចង់ធ្វើអីលូប៉ានក៏តបថាតើអ្នកណានឹងមករកគេនៅគ្រប់ទីកន្លែងក្នុងពិភពលោកនេះបន្តិចក្រោយមកក៏តំរុយរបស់លោកអធិការសេនេហ្កាតាបានធ្វើដំណើរមកដល់ទីតាំងនោះដើម្បីមកចាប់លូប៉ានប៉ុន្តែនៅពេលដែលលោកអធិការសេនេហ្កាតាចុះទៅរកលូប៉ានទើបដឹងថាចាញ់ដើម្បីរបស់គេហើយក្រុមរបស់លូប៉ានក៏បានលួចអូថំពេកជាហោះចោលចេញទៅប៉ុន្តែលោកអធិការសេនេហ្កាតាក៏មិនឲ្យពួកគេរត់ចេញទៅរួចនោះដែរក៏បានព្យាយាមដេញតាមប៉ុន្តែមិនមែនតាមទៅចាប់គេគឺតាមទៅឲ្យគេចាប់ក្រោយពេលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់លូប៉ានក៏បានសងសឹកទៅកាន់លោកអធិការសេនីកាតាវិញដោយធ្វើការគូមុខសងត្រឡប់ទៅវិញព្រមទាំងក្រុមរបស់លូប៉ានក៏បានព្យាយាមបញ្ចុះបញ្ចូលទៅកាន់លោកអធិការសេនីកាតាឲ្យរួមដៃជាមួយពួកគេដើម្បីទៅបញ្ឈប់ក្រុមរបស់ហ្គេរ៉ាល់កុំឲ្យពួកគេទទួលបានអាវុធសូក្រាឲ្យសោះក្រោយពេលដែលបញ្ចុះបញ្ចូលលោកអធិការសេនីកាតាបានសម្រេចសាច់រឿងក៏កាមកដល់នៅលើកំពង់ផែបូមប្រេងមួយដែលក្រុមរបស់លូប៉ាងក៏ធ្វើការចុះចតដើម្បីបញ្ចូលប្រេងចំណែកឡាតេសាក៏បានឈរការទុកម្នាក់ឯងហើយលូប៉ាងក៏បានមកលងនាងដោយឡាតេសាបានមកតខ្លួនឯងចំពោះការជួយទៅកាន់ពួកណាសេដោយមិនដឹងខ្លួនព្រមទាំងនាងមិនដឹងថាសាស្ត្រាចារ្យឡាំបឺតដែលជាតារបស់នាងកំពុងតែធ្វើអ្វីនោះទេតែលូប៉ាងក៏បានប្រាប់ទៅកាន់នាងថាសាស្ត្រាចារ្យឡាំបឺតមិនមែនជាតារបស់នាងទេនឹងលូប៉ាងក៏បានមកយល់ទៅកាន់នាងថាមូលហេតុដែលសាស្ត្រាចារ្យឡាំបឺតយកនាងចេញពីមណ្ឌលកុមារកំព្រាដោយសារតែគេចង់បានផលប្រយោជន៍ពីនាងហើយឈ្មោះរបស់នាងគឺជាពាក្យសម្រាប់ដោះកន្លឺយន្តនៅសៀវភៅរបស់សាស្ត្រាចារ្យប្រេសុននេះមានន័យថាឡាតេសានាងគឺជាចៅស្រីបង្កើតរបស់សាស្ត្រាចារ្យប្រេសុនហើយលូប៉ាងក៏បាននិយាយបញ្យល់នាងជាច្រើនចំណែកឡាតេសាក៏បានស្រមៃនៅការនាងនៅតូចឃើញមុខរបស់សាស្ត្រាចារ្យប្រេសុនហើយនាងក៏សួរលូប៉ាងបញ្ជាក់ហើយលូប៉ាងក៏បានបញ្ជាក់នាងថាគឺជាការពិតបន្ទាប់មកគេក៏បានប្រកល់សោសម្ងាត់ឲ្យតនាងមួយចំណែកមួយទៀតនៅនឹងគេដែលធ្វើឲ្យឡាតេសានាងរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកចំណែកអ្នកស្ដាប់នៅគៀននេះក៏មានការរលងចិត្តចូលលងលោចដូចគេដែរចំណែកឡាតេសាដល់ពេលតែដឹងរឿងបែបនេះហើយនាងក៏បន្តខ្លួនឯងជាខ្លាំងដោយសារតែធ្វើឲ្យសៀវភៅកំណត់ហេតុរបស់តារបស់នាងធ្លាក់ទៅក្នុងដៃអ្នកដទៃហើយលូប៉ាងគេក៏បានសើចដោយសារតែគេបានលួចសៀវភៅនោះចេញពីក្រុមរបស់ហ្គេរ៉ាល់រួចទៅហើយចំណែកឯហ្គេរ៉ាល់វិញក៏មានការក្តៅក្រហាយចិត្តជាខ្លាំងដោយសារតែសៀវភៅកំណត់ហេតុរបស់សាស្ត្រាចារ្យប្រេសុនត្រូវបានគេលួចរីឯឡាតេសាក៏មានការសប្បាយចិត្តហើយក៏បានហត់ទៅឲ្យលូប៉ានដោយសារតែកំណត់ហេតុរបស់ជាតានាងមិនបានធ្លាក់ទៅក្នុងដៃរបស់ក្រុមរបស់ហ្គេរ៉ាល់នោះទេហើយលូប៉ានគេក៏បានត្រួតពិនិត្យទៅលើសៀវភៅរបស់សាស្ត្រាចារ្យប្រេសុនក៏បាននឹកឃើញអ្វីមួយដោយលូប៉ានក៏បានដឹងថាសៀវភៅនេះគឺបានរចនាដោយតារបស់គេនិងកន្លឺយន្តដោយស្មុគស្មាញផ្សេងទៀតនៅពេលនោះហ្វូជីកូក៏បានហៅពួកគេឡើងទៅកាន់ឧទ្ធម្ភាគចក្រដោយសារតែចាក់ប្រេងរួចហើយឧទ្ធម្ភាគចក្រក៏ចាប់ផ្ដើមចេញដំណើរទៅសាច់រឿងក៏កាមកដល់ប្រទេសមេស៊ីកូដែលក្រុមរបស់ហ្គេរ៉ាក៏បានមកដល់ទីនោះហើយក៏បានចូលទៅកាន់រូងភ្នំមួយកន្លែងហ្គេរ៉ាឃើញរូបសញ្ញាញ៉ាញ៉ៃពេកក៏ទាញកំភ្លើងបាញ់ទម្លាយតែម្ដងហើយពួកគេក៏ធ្វើដំណើរចូលទៅកាន់ក្នុងនោះបន្តទៀតនៅពេលដែលពួកគេចូលទៅដល់ផ្លូវមួយក៏បានឃើញនឹងរឿងប្លែកៗជាច្រើនហើយសាស្ត្រាចារ្យឡាំបឺតក៏បានបញ្ជាមនុស្សម្នាក់ឲ្យឆ្លងទៅកាន់ផ្លូវខាងមុខមុនស្រាប់តែពេលនោះក៏មានកន្លឺយន្តបានគៀបបរិម្នាក់នោះឲ្យសម្ប៉ែតហើយក៏បានបាត់ខ្លួនទៅបន្សល់ត្រឹមតែកន្ទុយកំឡឹងបន្តិចតែប៉ុណ្ណោះហើយហ្គេរ៉ាល់ក៏បាននិយាយទៅកាន់សាស្ត្រាចារ្យឡាំបឺតថាការចូលទៅដល់សូក្រាដោយគ្មានសៀវភៅកំណត់ហេតុរបស់សាស្ត្រាចារ្យប្រេសុនគឺវាគ្មានប្រយោជន៍នោះទេហើយពួកគេទាំងពីរក៏បានឆ្លោះប្រកែកគ្នារីឯនៅខាងក្រៅវិញក្រុមរបស់លូប៉ាងក៏បានព្យាយាមសង្កេតមើលស្ថានភាពដោយលូប៉ាងបានឆ្លោះឃើញថាក្រុមរបស់ហ្គេរ៉ាក៏បានជាយន្តហោះចាក់ចេញហើយក្រុមរបស់លូប៉ាងក៏បានចូលទៅក្នុងរូងភ្នំនោះបន្តឡាតេសានៅពេលដែលចូលទៅដល់ក្នុងនោះក៏មានការភ្ញាក់ផ្អើលផងដែរចំណែកលូប៉ាងក៏បានរកឃើញកន្ទុយកំភ្លើងបានធ្លាក់នៅទីនោះនៅពេលដែលលូប៉ាងបត់ទៅផ្លូវខាងមុខក៏ឃើញថាខ្ទេចសូន្យគ្មានសល់អីបន្តិចសោះឡាតេសាក៏បានប្រាប់ការណែនាំពីសៀវភៅរបស់សាស្ត្រាចារ្យប្រេសុនទៅកាន់ពួកគេថាត្រូវតែស្វែងរកកូនសោរសម្រាប់បើកដោយវាមានទម្រង់ជាភ្នែកដោយលោកអធិការសេនីកាតាក៏បានមើលឃើញរូបសំណាកមួយដែលវាបាត់ភ្នែកម្ខាង